សម្រាប់មុខម្ហូបធ្វើជាសម្លម្ជូរគ្រឿងសាច់ទាកាប៉ាជាមួយនឹងក្បាលអំពើខ្ចីពិតជាមានរសជាតិឆ្ងាញ់នេះរដូវខ្យល់បក់លេៗបើសិនជាមានគ្នា3 4 5នាក់យកមកជួបជុំគ្នាវិញគឺរឹតតែពិសេសតែម្ដងជម្រាបសួរក៏ដូចជាសួស្ដីទៅកាន់ពុកម៉ែបងប្អូនទាំងអស់គ្នានៅក្នុងបណ្ដាញសង្គម YouTube និង Facebook ជាទីគោរពស្នេហ៍បានវិលជួបជុំខ្ញុំបាទសាយថ្មីបន្តទៀតហើយតាមរយៈ Channel ភ័យបញ្ញាអសរក្នុងវីដេអូដែរខ្ញុំបាទបង្ហាញពីវិធីផ្សំគ្រឿងសម្លម្ជូរគ្រឿងទាកាប៉ាជាមួយនឹងក្បាលអំពើឲ្យមានរសជាតិឆ្ងាញ់សម្រាប់ពុកម៉ែបងប្អូនទាំងអស់គ្នាដែលបានចូលទស្សនាវីដេអូនេះហើយសូមកុំភ្លេចធ្វើការចុច Subscribe ជូន Channel ខ្ញុំបាទម្នាក់មួយផងដើម្បីជាកម្លាំងចិត្តក្នុងការផលិតចេញវីដេអូដើម្បីចែកជូនពុកម៉ែបងប្អូនទស្សនាកំសាន្តជារៀងរាល់ថ្ងៃផងដែរចំណែកគ្រឿងផ្សំដោយពុកម៉ែបងប្អូនបានឃើញក្នុងវីដេអូនេះអញ្ចឹងគឺខ្ញុំបាទមានទាកាប៉ាមួយអញ្ចឹងទៅពុកម៉ែបងប្អូនបន្តមកយើងធ្វើការដាក់ដាំទឹកបោចរោមរួចហើយយើងធ្វើការសម្អាតគ្រឿងក្នុងពោះវៀនបតាំងឲ្យស្អាតដូចក្នុងវីដេអូខ្ញុំបានបង្ហាញអញ្ចឹងសម្រាប់គ្រឿងកាត់ឆ្អាបវិញមានដូចជាមើមរំដេងគល់ស្គ្រៃស្លឹកក្រូចសើចខ្ទឹមសម្ទេសក្រហមនិងក្បាលអំពិលដែលយើងអាចក្បាលបាននឹងឯងពុកម៉ែបងប្អូនឥឡូវនេះគ្រឿងផ្សំទាំងបានគឺខ្ញុំបានជម្រាបជូនពុកម៉ែបងប្អូនហើយជាបន្តសូមបាយរំពុកម៉ែបងប្អូនទាំងគ្នាទស្សនាពីវិធីធ្វើនិងវិធីផ្សំគ្រឿងរបស់ខ្ញុំបាទវិញម្ដងជំហានដំបូងគឺធ្វើការកាប់សាច់ទារបស់យើងឲ្យទៅជាដុំតូចល្មមដូចក្នុងវីដេអូខ្ញុំបានបង្ហាញអញ្ចឹងគឺយើងធ្វើការកុំកាប់ធំពេកឬក៏កាប់តូចពេកបន្ទាប់ពីឆ្លងកាត់នៃការកាប់ដល់ញាប់ជើងខ្ញុំបើទៅឃើញថាសាច់ទាកាប៉ារបស់ខ្ញុំបាទគឺខ្ញុំបានកាប់ចប់សពគ្រប់ពុកម៉ែបងប្អូនគឺខ្ញុំបានធ្វើការហាន់គ្រឿងវិញម្ដងគឺយើងធ្វើការហាន់មើលរំដេងប៉ិនមីជើងទៅជាចំណិតស្រាលៗដូចក្នុងវីដេអូខ្ញុំបានបង្ហាញអញ្ចឹងបន្ទាប់ពីយើងហាន់មើលរំដេងចប់សពគ្រប់ហើយគឺយើងងាកមកហាន់គល់ស្គ្រៃរបស់យើងវិញម្ដងគឺខ្ញុំបានធ្វើការហាន់ជាចំហៀងសម្រាប់មើលរំដេងគល់ស្គ្រៃគឺពុកម៉ែបងប្អូនអាចធ្វើការដំឲ្យសប៉ែតក៏បានដែរក៏ប៉ុន្តែខ្ញុំបានធ្វើការហាន់បែបនេះលក្ខណៈថាដេករចនាគ្រឿងរបស់យើងឲ្យមានសោភ័ណភាពបន្ទាប់មកយើងធ្វើការដំខ្ទឹមសចំនួន3កំពឹសសម្រាប់ម្ទេសដាក់តិចច្រើនស្លាយលើការចូលចិត្តចំណែកស្លឹកក្រូចសើចស្លឹកសើចឆ្អេះដើម្បីបង្កើតក្លិនឈ្ងុយមុខម្ហូបរបស់យើងគឺកាន់តែមានឲ្យជ្រុលតែម្ដងឥឡូវនេះគ្រឿងផ្សំទាំងគ្រឿងផ្សំកូននិងគ្រឿងផ្សំបន្ទាប់ផ្សំគឺខ្ញុំបានធ្វើការផ្សំគ្រឿងរួចហើយជាបន្តសូមបាយរំពុកម៉ែបងប្អូនទាំងគ្នាមកទស្សនាពីវិធីផ្សំគ្រឿងខ្ញុំបានវិញម្ដងគឺយើងមានជាឆ្នាំងមួយចឹងទៅបន្តមកធ្វើការចាក់សាច់ទារបស់យើងចូលរួចហើយយើងធ្វើការចាក់គ្រឿងដែលខ្ញុំបានផ្សំបាញ់មិញចូលតែម្ដងទៅបន្តមកយើងធ្វើការបន្ថែមគ្រឿងទេសរបស់យើងនឹងមានដូចជាម្សៅរមៀតស្ករសប៊ីចេងប្រហុកដែលយើងបានច្រាំរួចស្រេចទេសឆ្អើរដែលយើងបានច្រាំរួចស្រេចដូចគ្នាអំបិលក្រួសមួយសំល្មមទឹកមួយកូនចានជំហានបន្ទាប់យើងធ្វើការកូរច្បល់ចុះច្បល់ឡើងដើម្បីឲ្យប្រកាសថាទាំងគ្រឿងទាំងសាច់គឺសព្វគ្នាបានល្អបន្ទាប់មកយើងធ្វើការគ្របមួយរំពុះបន្ទាប់ពីឆ្លងកាត់មួយរំពុះទៅឃើញថាសម្លម្ជូរគ្រឿងរបស់ខ្ញុំបាននេះគឺបានចេញទឹកប្រេងផ្សំល្មមផងដែរបន្ទាប់មកយើងធ្វើការដាក់ទឹកមួយកូនចានទៀតរួចហើយធ្វើការគ្របមួយរំពុះហើយក្នុងមួយរំពុះនេះគឺមានយូរប្រហែលទេពុកម៉ែបងប្អូនគឺទុំប្រហែលជាទុំ20នាទីទៅ25នាទីប៉ុណ្ណោះឃើញថាសម្លម្ជូរគ្រឿងទាកាប៉ារបស់ខ្ញុំបាទគឺបានចាត់ល្អពុកម៉ែបងប្អូនគឺខ្ញុំបានធ្វើការបន្ថែមនៅក្បាលអំពិលដែលយើងអាចខ្វះបានជំហានបន្ទាប់យើងធ្វើការកូរត្រឡប់ចុះត្រឡប់ឡើងដើម្បីឲ្យក្បាលអំពិលរបស់យើងគឺសព្វគ្នាល្អជាមួយនឹងសាច់ទានឹងឯងពុកម៉ែបងប្អូនបន្ទាប់ពីឆ្លងកាត់នៃការកូរត្រឡប់ចុះត្រឡប់ឡើងបន្តិចទៅឃើញថាទាំងគ្រឿងទាំងសាច់គឺសព្វគ្នាបានល្អហើយរសជាតិគឺយើងធ្វើការភ្លក់ទៅពុកម៉ែបងប្អូនបើសិនជារសជាតិត្រូវតាមគោលខ្នាតហើយយើងធ្វើការដួសដាក់ចានដើម្បីយកទៅពិសាតែម្ដងបើសិនជាពុកម៉ែបងប្អូនទាំងអស់គ្នាពេញចិត្តវីដេអូមួយនេះសូមកុំភ្លេចធ្វើការ like share subscribe ជូន Channel ខ្ញុំបាទអ្នកមួយផងដើម្បីនឹងទទួលបានវីដេអូថ្មីៗជារៀងរាល់ថ្ងៃពី Channel របស់ខ្ញុំបាទហើយក៏សូមអញ្ជើញស្រាយរកសម្លេងខានជាមួយនឹងការថាវិបាលជាមួយវីដេអូរបស់ខ្ញុំបាទទាំងនេះមានការរករួមតាមតែមួយសូមពុកម៉ែបងប្អូនទាំងអស់គ្នាជាស្រីខ្ញុំបាទផងឥឡូវនេះផងដែរឃើញថាមុខម្ហូបធ្វើជាវិធីផ្សំគ្រឿងសម្លម្ជូរសាច់ទាកាប៉ាជាមួយនឹងក្បាលអំពើខ្ចីរបស់ខ្ញុំបាទនេះមានតែប៉ុណ្្នឹងទេពុកម៉ែបងប្អូនអរគុណច្រើនជម្រាបលាជួបគ្នាវីដេអូក្រោយៗទៀត